សូមគោរពអនុញ្ញាតជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទសូមណែនាំទីតាំងដីមួយកន្លែងដែលស្ថិតនៅឃុំក្រាំងលាវជិតនឹងវត្តសតត្រឹមតែ1គីឡូទេមកដល់ទីតាំងដីរបស់យើងតែម្ដងនោះពុកម៉ែបងប្អូនដែលប្រជាពលរដ្ឋកំពុងតែជិះម៉ូតូនោះបាទយើងបត់ទៅបើយើងពីទៅខាងនេះបត់ស្ដាំប្រហែលជា20ម៉ែត្រទេអត់ដល់20ម៉ែត្រផង10ម៉ែត្រជាងតិចប៉ុស្តិ៍សុខភាពឃុំក្រាំងលាវហើយនេះទឹកក្រូចនេះពុកម៉ែបងប្អូនណាទឹកក្រូចនេះសាលាបឋមសិក្សាក្រាំងលាវនៅពុកម៉ែបងប្អូនហើយនេះកន្លែងនេះដែលនេះគឺជាគណៈបកប្រជាជនដែលនៅខាងឃុំណាពុកម៉ែបងប្អូនហើយនេះទីតាំងដីរបស់យើងនេះគឺជាប់នឹងប៉ុស្តិ៍នគរបាលឃុំក្រាំងលាវតែម្ដងណាពុកម៉ែបងប្អូននេះឥឡូវខ្ញុំបាទសូមបង្ហាញនៅតាមបណ្ដោយផ្លូវទីតាំងដីរបស់យើងនេះតែម្ដងទីតាំងដីរបស់យើងនេះជាប់នឹងផ្លូវបេតុងដែលមានទំហំ6ម៉ែត្រណាពុកម៉ែបងប្អូនហើយមានសាលាមួយដើមនៅខាងមុខនឹងតែម្ដងហើយទីតាំងដីរបស់យើងនេះគឺមានផ្លូវមួយទៀតណាពុកម៉ែបងប្អូននេះមានផ្លូវចូលផ្លូវលំទូចសម្រាប់ផ្លូវអតេសគោបើយើងហៅខ្មែរពីមុនហៅផ្លូវអតេសគោទៅមុខនោះប្រហែលជា50ម៉ែត្រទេមានផ្លូវបត់ឆ្វេងបត់ស្ដាំទៅបត់ឆ្វេងនេះយើងឡើងទៅមកប្រហែលជា50ម៉ែត្រហើយឡើងទៅត្រង់ទៅខាងវត្តព្រះអង្គច័ន្ទមនីណាពុកម៉ែបងប្អូនបាទវត្តសុទ្ធរបស់យើងបាទយើងឡើងទៅនោះប្រហែលជា50ម៉ែត្រទេនេះហើយទីតាំងដីរបស់យើងនេះណាពុកម៉ែបងប្អូននោះផ្លូវមានផ្លូវលំផ្លូវអតេសគោមួយចូលទៅខាងក្នុងទៅក្រោយទៅដល់ខាងវាស្រែវាស្រូវពុកម៉ែបងប្អូនហើយនេះទីតាំងដីរបស់យើងនេះឃើញជាប់នឹងប៉ុស្តិ៍នគរបាលពុកម៉ែបងប្អូននោះឃើញលបងអីបងលុះអីបាទទីតាំងដីរបស់យើងនេះគឺមានទំហំ24កន្លះគុណនឹង175ដែលផ្ទៃកាឡាដីរបស់យើងនេះគឺមានទំហំ4338ម៉ែត្រការ៉េណាពុកម៉ែបងប្អូនទីតាំងដីរបស់យើងនេះគឺល្អពេញជ្រុងល្អធំទូលាយងាយស្រួលក្នុងការរស់នៅឬក៏ដាំដុះឬក៏យើងចង់រកស៊ីក៏បានដែរព្រោះដោយសារអីយើងជាប់នឹងសាលារៀនជាប់នឹងប៉ុស្តិ៍នគរបាលជាប់នឹងចិត្តនឹងមន្ទីរពេទ្យងាយស្រួលក្នុងការរស់នៅបើសុវត្ថិភាពគឺសុវត្ថិភាពដោយសារយើងជាប់ប៉ុស្តិ៍ហើយជាប់នឹងសាលារៀនគៀកនឹងសាលារៀនគៀកនឹងមន្ទីរពេទ្យបាទហើយទីតាំងដីរបស់យើងនេះគឺមានដើមត្នោតជាច្រើនដើមមានអណ្ដូងទឹកមួយផងដែរហើយមានដើមឈើផ្សេងហូបផ្លែជាច្រើនផងដែរណាបងប្អូនទីតាំងដីរបស់យើងនេះគឺជាប្រភេទប្លង់រឹងគៀកនឹងផ្ទះប្រជាពលរដ្ឋរស់នៅតែម្ដងព័ទ្ធជុំវិញតែម្ដងខាងនោះហើយសិតឃ្លាំងមានផ្ទះប្រជាពលរដ្ឋរស់នៅជាច្រើនចុះមកពីផ្លូវផ្លូវក្រាំងលាវបងប្អូនចុះមកពីផ្លូវក្រាំងលាវខាងមុខផ្លូវដែលយើងបើកមុខវត្តសុទ្ធណាចុះមកជា50ម៉ែត្រទេមកដល់ទីតាំងដីរបស់យើងតែម្ដងហើយបើមកពីវត្តសុទ្ធតែម្ដងគឺត្រឹមតែ1គីឡូទេមកដល់ទីតាំងដីរបស់យើងតែម្ដងគឺអែមមែនតើចិត្តវត្តសុទ្ធណាពុកម៉ែបងប្អូនបើសិនពុកម៉ែបងប្អូនចង់បានទីតាំងដីទីចង់ធ្វើឃ្លាំងឬក៏កន្លែងបើកកន្លែងដាំនេះដាំនោះអីផ្សេងបងប្អូនអាចអែមហើយយើងមានអណ្ដូងមួយរួចជាស្លាកជីករួចជាស្រែបងប្អូនមានដើមត្នោតដើមអីជាច្រើនដើមដែលប្រជាពលរដ្ឋគាត់ដាក់អំពង់ឡើងផ្អោងឡើងយកទឹកត្នោតជូរបងប្អូនធ្វើទឹកត្នោតជូរហ្នឹងធ្វើទឹកត្នោតផ្អែមឯងព្រោះបានសាក់សួរដែរអញ្ចឹងបងប្អូនបាទនេះបងប្អូនទីតាំងដីរបស់យើងគឺល្អជាប់រួមជាប់ល្អតែម្ដងនេះប៉ុស្តិ៍សុខភាពគណៈបកប្រជាជនសាលាបឋមសិក្សាទៅមុខបន្តិចប៉ុស្តិ៍សុខភាពមណ្ឌលសុខភាពណាបងប្អូនចឹងឲ្យបងប្អូនមានដំណើរការដីនៅក្នុងឃុំក្រាំងលាវដីតម្លៃសមរម្យ 20000 ជាងទេបងប្អូនណាអាចអញ្ជើញមកមើលទីតាំងដីនេះបានពេញជ្រុងល្អបាទសូមអរគុណសូមគោរពលា